Okay, say hi to everyone and hello on តើតូនជាមួយនឹងអូនសួរចំនួនទឹកលុយ€200ស្មើប៉ុន្មានដុល្លារបងតើតូនជាមួយនឹង exchange rate ឥឡូវគឺរៀងបានតិចចឹងណាលុយ€200ដូរមកលុយដុល្លារយើងបានតែ230ជាងថា237 238ដុល្លារចុះបើកាលពីមុនវិញអត់ទេ€200 at least ក៏បាន250 240ជាងដែរហើយបើកាលឆ្នាំមុនពេលដែលបង exchange លុយដុល្លារទៅលុយអាល្លឺម៉ង់មួយចំនួនដូចជាបើបងចាំអត់ខុសទេដូចជា500ដុល្លារហើយបានលុយអឺរ៉ូមកវិញតែ300ជាងឯងខ្ទង់ចន្លោះ370ជាងអាហ្នឹងលើកមុននិយាយទៅលុយដុល្លារដូរយកលុយអឺរ៉ូគឺតិចមែនតើប៉ុន្តែបើលុយអឺរ៉ូដូរមកដុល្លារវិញឆ្នាំមុនណាគឺគ្រប់ទឹកហ្មងហ៊ាននិយាយចឹងដោយសារការលមុនលុយអឺរ៉ូដូរមកលុយដុល្លារគឺបានច្រើនប៉ុន្តែឥឡូវហ្នឹងគឺរៀងចុះអត់បងអត់ដឹងថាវាមានមូលហេតុអីច្រើនណាស់នឹងតាក់ទងនឹង exchange rate and currently អីដែរអញ្ចឹងណាវាផ្សេងគ្នាប៉ុន្តែនៅក្នុង exchange rate ហ្នឹងបងគាត់ថាក៏នៅតែរៀងថ្លៃសម្រាប់យើងដែរបើសិនជាយើងទៅដល់ប៉ាងខាងប៉ែកអឺរ៉ុបហើយយើងចាយលុយដុល្លារនៅក្នុងកុងយើងពេលដែលយើងចាយកាតទៅគឺហើយនៅកាត់ fee កាត់អីទៀតគឺវាល្មមដែរបើសិនជាយើងចាយគឺរៀងខាតច្រើនអញ្ចឹងអាចថាលើកទឹកចិត្តវិញមុននឹងចេញទៅខាងប៉ែកអឺរ៉ុបឬក៏ប្រទេសអាល្លឺម៉ង់អីហ្នឹងយើងគួរតែដូរលុយមួយចំនួនពីខ្មែរយើងទៅឲ្យហើយឬក៏ចាំទៅដល់ដូរក៏បានដែរគ្រាន់តែថាពេលខ្លះយើងដូរពីខ្មែរទៅចំណេញឬក៏ពេលខ្លះទៀតទៅដូរពីខ្មែរទៅខាតអញ្ចឹងគឺស៊ីសងអាស្រ័យទៅលើ rate ដែលយើងត្រូវដូរប៉ះចំថ្ងៃឡើងថ្ងៃចុះអីចឹងណាអានេះបើតាមបទពិសោធន៍របស់បងពីមុនមកបើសិនជាយើងមានជាប់ខ្លួនគឺវាប្រសើរជាងព្រោះដោយសារតែពេលដែលទៅដល់នោះពេលដែលយើងទៅដល់ត្បូងហ្នឹងគឺយើងងាយស្រួលនឹងចំណាយឬក៏ចាយច្រើនជាងមួយវិញទៀតសម្រាប់កន្លែងមួយចំនួនគឺគេអត់ចាយលុយក្នុងកុងទេគេអត់ទទួល visa card ទេអញ្ចឹង in case ដែលយើងមានលុយនៅក្រៅទៅអាហ្នឹងយើងស្រួលសម្រាប់យើងពេលដែលយើងទៅដល់ភ្លាមអញ្ចឹងយើងអត់ទាន់ចំណាំកន្លែងឬក៏អត់ទាន់ដឹងពីបរិបទកន្លែងណាមួយអីចឹងទៅប៉ុន្តែចំណុចមួយទៀតមិនជាអ្វីទេបើសិនជាយើងអត់ចង់ដូរលុយពីខ្មែរទៅហើយយើងចាំតែដកនៅក្នុងប្រទេសអាល្លឺម៉ង់តាមរយៈ visa card របស់យើងនឹងយើងអាចដកបានតាមtrain station ឬក៏នៅកន្លែងណាដែលគេដាក់ ATM ដែលគេដាក់មានអក្សរ visa card នៅលើនោះអញ្ចឹងយើងអាចដកបានហើយគ្រាន់តែថាគេ charge fee ខ្ពស់យើងអាចខាតច្រើនជាងពេលដែលយើង exchange rate ពីខ្មែរទៅវិញអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងខ្ញុំមានចែកម្លែកតែប៉ុណ្្នឹងបន្ថែមទេបើសិនជាមានចំណុចតាក់ទងសម្រាប់សំណួរអីផ្សេងៗទៀតក៏អាចធ្វើការ comment និងសួរបន្ថែមទៀតបានអូខេ bye bye thank you